ជំរាបសួរប្រិយមិត្តដំណើរប្រវត្តិទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណើរប្រវត្តិអេពីសូតទី28ឬក៏ភាគទី28ហើយនៅក្នុងអេពីសូតថ្មីនេះយើងនឹងនិយាយលម្អិតទាក់ទងជាមួយនឹងការជ្រែកជ្រៀតរបស់យួនទៅលើប្រទេសកម្ពុជានៅក្នុងសម័យឧដុង្គយើងបានដឹងខ្លះៗហើយថានៅក្នុងសម័យឧដុង្គគឺប្រទេសកម្ពុជាត្រូវបានបែងចែកជាពីរមួយគ្រប់គ្រងទៅដល់ខាងដៃវៀតឬក៏យួននឹងឯងហើយជាមួយនឹងមួយផ្នែកទៀតគឺគ្រប់គ្រងទៅដល់ខាងក្រុងអយុធ្យាឬក៏សៀមប៉ុន្តែនៅក្នុងអេពីសូតទី28នេះខ្ញុំនឹងលើកឡើងតែព័ត៌មានមួយចំនួនធំទាក់ទងជាមួយនឹងការជ្រៀតជ្រែករបស់ប្រទេសវៀតណាមមកលើទឹកដីប្រទេសកម្ពុជាហើយមួយទៀតថាហេតុអ្វីបានជាខ្មែរសម្រេចចិត្តទៅពឹងវៀតណាមឲ្យមកចូលជ្រៀតជ្រែកក្នុងទឹកដីរបស់ខ្លួនហើយក៏ខ្ញុំសូមបញ្ជាក់ផងដែរព័ត៌មានទាំងអស់ដែលខ្ញុំនឹងលើកឡើងគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដែលរៀបរៀងដោយលោកសាស្ត្រាចារ្យអិនអោមសាមេចឹងក៏បើខាត់ទៅយូរយើងចាប់ផ្ដើមទាំងអស់គ្នាការជ្រៀតជ្រែករបស់យួនមកលើប្រទេសខ្មែរចាប់ពីឆ្នាំ1620ដល់1775នៅក្នុងសម័យឧដុង្គប្រវត្តិសាស្ត្រខ្មែរមានលក្ខណៈគួរឲ្យកត់សម្គាល់ដំបូងគេគឺការជ្រៀតជ្រែករបស់យួនមកលើប្រទេសខ្មែរព្រឹត្តិការណ៍នេះបានចាប់តាំងពីសតវត្សទី17រៀងរហូតមកដល់ពាក់កណ្ដាលសតវត្សទី19ក្នុងរយៈពេលនោះពុំមែនមានតែអន្តរាគមន៍របស់ប្រទេសយួននោះទេប្រទេសសៀមក៏នៅតែជ្រៀតជ្រែកចូលមកដែរគ្រាន់តែពុំសូវឃ្លាវខ្លាប៉ុណ្ណោះចំណែកយួនចេះតែទន្ទ្រានយកទឹកដីខ្មែរដែលខុសច្បាប់បន្តិចម្ដង1ហេតុអ្វីបានជាខ្មែរពឹងយួនចាប់តាំងចុងសតវត្សទី14មកជនជាតិសៀមបានមកតាំងអាណាចក្រមួយនៅខាងលិចប្រទេសខ្មែរដោយមានរាជធានីឈ្មោះថាអយុធ្យាសៀមបានអនុវត្តនយោបាយទន្ទ្រានយកដីខ្មែរជានិច្ចប៉ងយកប្រទេសខ្មែរធ្វើជាខេត្តមួយរបស់សៀមក្នុងគោលគំនិតនេះសៀមវាយករាជធានីខ្មែរបាននៅពាក់កណ្ដាលសតវត្សទី14និងដើមសតវត្សទី15ជាហេតុធ្វើឲ្យខ្មែរចាកចោលក្រុងអង្គរនៅឆ្នាំ1431នៅខែមេសាឆ្នាំ1594សៀមវាយកក្រុងនង្វើចព្រមទាំងចាប់យកព្រះស្រីសុរិយោពណ៌និងរាជវង្សានុវង្សនាំទៅវាំងអយុធ្យាក្រោយមកព្រះចៅសៀមព្រមអនុញ្ញាតឲ្យព្រះស្រីសុរិយោពណ៌គ្រប់គ្រងអាណាប្រជានុរាស្ត្រជំនួសព្រះកែវហ្វាចៅពញាញោមដែលជាស្ដេចមិនប្រកបដោយទសពិករាជធម៌តាមសំណូមពរពីព្រះរាជអាយការបស់ព្រះអង្គព្រះបាទស្រីសុរិយោពណ៌បានឡើងសោយរាជ្យចាប់ពីឆ្នាំ1607ដល់1618នៅអរិយខ្សត្រព្រះអង្គបានធ្វើដំណងជាមួយស្ដេចយួនព្រោះយល់ឃើញថាសៀមជាសត្រូវបុត្រីស្ដេចយួននាមអង្គជៅបានរៀបអភិសេកជាមហេសីស្ដេចជ័យជេដ្ឋាទី2ដែលគ្រងរាជ្យចាប់ពីឆ្នាំ1618ដល់1625នៅក្រុងឧដុង្គការចងសម្ព័ន្ធមេត្រីជាមួយយួននេះគឺដើម្បីយកកម្លាំងយួនជាដៃគូក្នុងការវាយទប់ទល់នឹងការវាយលុករបស់សៀមក្នុងពេលជាមួយគ្នានោះជនជាតិយួនបានមកតាំងរាជធានីរបស់ខ្លួននៅក្រុងវ៉េក្រោយពីបានប្រកាសរាជផុតពីអំណាចរបស់ចិនមកយួនទន្ទ្រានលើទឹកដីប្រទេសចម្ប៉ាជាបន្តនៅសតវត្សទី17ប្រទេសចម្ប៉ាក៏រលាយបាត់បង់ទៅយួនចូលមកកាន់អំណាចលើប្រទេសនេះទាំងមូលចាប់ពីពេលនោះមកយួនក៏បានអនុវត្តនយោបាយបំបត្តិពូជចាមពីមាតុប្រទេសរបស់ខ្លួនដូច្នេះព្រំដែនខាងកើតនៃប្រទេសខ្មែរត្រូវជាប់នឹងប្រទេសយួនវិញវិបត្តិដណ្ដើមរាជសម្បត្តិនៅក្នុងរាជវង្សានុវង្សខ្មែរចាប់តាំងពីឆ្នាំ1620ដល់1775វិបត្តិធ្ងន់ធ្ងរធំមួយដែលបណ្ដាលឲ្យប្រទេសជាតិចុះអន់ខ្សោយនិងជំរុញឲ្យប្រទេសធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគឺវិបត្តិដណ្ដើមរាជសម្បត្តិវិបត្តិនេះពុំមែនមានម្ដងម្កាលទេតែជាវិបត្តិបន្តរហូតសឹងតែមិនឈប់ឈរឡើយក្នុងពេលរាជវង្សានុវង្សលែងមានការស្គាល់បងស្គាល់ប្អូនស្គាល់មាស្គាល់ក្មួយហើយគឺគិតដូចម្ដេចឲ្យតែបានសោយរាជប៉ុណ្ណោះនៅឆ្នាំ1635ព្រះអង្គទងនាមដើមពញានូចូលទីបង្គត់តាមទម្លាប់រាជសម្បត្តិត្រូវថ្វាយទៅព្រះពញាច័ន្ទដែលត្រូវជាអនុជពៅរបស់ព្រះអង្គប៉ុន្តែពេលនោះឪពុកមាព្រះអង្គគឺព្រះឧទ័យរាជាបានបង្វែររាជទៅថ្វាយរាជបុត្រព្រះអង្គនាមព្រះបទុមរាជាអង្គនុនទៅវិញក្សត្រក្រោយនេះជាស្វាមីរបស់ក្សត្រីអង្គពញាដែលជាបុត្រីព្រះជ័យជេដ្ឋាទី2និងព្រះនាងអង្គជៅសោយរាជបានប្រហែល3ឆ្នាំនៅឆ្នាំ1638ព្រះពញាច័ន្ទក៏វាយលុកចូលធ្វើគុតព្រះបទុមរាជាអង្គនុននិងព្រះឧទ័យរាជាទៅព្រះពញាច័ន្ទក៏ឡើងសោយរាជសម្បត្តិរហូតមកទល់ឆ្នាំ1653ក្នុងរជ្ជកាលព្រះបរមរាជាអង្គសូឆ្នាំ1656-1670រាជបុត្រប្រសារព្រះអង្គនាមបទុមរាជាស្រីជ័យជេដ្ឋាដែលត្រូវជាក្មួយបង្កើតព្រះអង្គផងនោះបាននាំបព្វពួកចូលលុកធ្វើគុតបិតាក្មេករួចឡើងគ្រងរាជសម្បត្តិតែដល់មកឆ្នាំ1672បកមកខាងទៀតបាននាំគ្នាចូលលុកធ្វើគុតស្ដេចអង្គនេះដណ្ដើមរាជសម្បត្តិវិញនៅពេលឡើងគ្រងរាជសម្បត្តិព្រះអង្គនុនពុំសូវមានទសពិករាជធម៌ទេបណ្ដាលឲ្យកើតចលាចលហ
ហើយត្រូវមន្ត្រីមួយក្រុមធ្វើគុតព្រមជាមួយនឹងរាជបុត្របង្កើតទាំង4ព្រះអង្គផងដែរសម័យនោះក្សត្រទាំងអស់សឹងតែមានគំនិតតែមួយគឺខ្លាចបាត់បង់រាជបល្ល័ង្កម្ល៉េះហើយរាជសម្បត្តិក៏ត្រូវផ្ទេរពីឪពុកទៅកូនពីកូនទៅឪពុកវិញគឺពុំអានទៅលើសមត្ថភាពអ្វីឡើយជួនកាលក្សត្រខ្លះបានសោយរាជដល់ទៅ4ដងក្សត្រខ្លះ3ដងនិងក្សត្រខ្លះ2ដងផងពីឆ្នាំ1672ដល់1675រាជសម្បត្តិត្រូវបានទៅព្រះកែវហ្វាអង្គជីដោយគ្មានរាជវង្សានុវង្សណាម្នាក់ជំទាស់ឡើយប៉ុន្តែនៅពេលដែលព្រះស្រីជ័យជេដ្ឋាធ្វើគុតព្រះបរមរាជាអង្គសូរជាបិតាក្មេកនោះក្សត្រ2អង្គគឺព្រះអង្គតន់និងព្រះអង្គនុនបានយាងទៅកាន់ប្រទេសយួនដើម្បីសុំជំនួយចម្បាំងដណ្ដើមរាជសម្បត្តិពីស្រីជ័យជេដ្ឋាវិញព្រះកែវហ្វាអង្គជីឃើញក្សត្រ2អង្គនេះលើកទ័ពខ្មែរយួនចូលមកក៏នឹកស្មានថាក្សត្រទាំងពីរមានបំណងដណ្ដើមរាជសម្បត្តិពីព្រះអង្គក៏លើកទ័ពច្បាំងគ្នាឯងយ៉ាងខ្លាំងក្លាក្នុងរជ្ជកាលរបស់ព្រះរាមាធិបតីអង្គទងលើកទី2កាលពីដើមឆ្នាំ1774ព្រះស្រីសុរិយោពណ៌បាននាំបកពួកចូលលុកធ្វើគុតព្រះស្រីធម្មរាជាអង្គអឹមដែលជាបងបង្កើតប៉ុន្តែនាមមើលសពមុខមន្ត្រីពុំព្រមអនុញ្ញាតឲ្យព្រះអង្គឡើងគ្រងរាជសម្បត្តិឡើយនៅឆ្នាំ1756នេះព្រះអង្គហ៊ីងនាំគ្នាចូលលុកធ្វើគុតព្រះអង្គតំតែក្សត្រនេះដឹងខ្លួនក៏រត់គេចខ្លួនទៅនៅឯខេត្តពីមកំពតបាត់ទៅបន្ទាប់មកក្រោយពីបានរៀបចំទ័ពហើយព្រះអង្គតន់ក៏លើកទ័ពចូលមកចម្បាំងនឹងព្រះអង្គហ៊ីងវិញព្រះឧទ័យរាជាអង្គតន់មានជ័យជំនះចាប់ព្រះអង្គហ៊ីងនិងព្រះអង្គដូងជាអនុជធ្វើគុតក្រោយនោះទេពីព្រះអង្គហ៊ីងបាននាំគ្នាប៉ុនប៉ងលុកធ្វើគុតព្រះឧទ័យរាជាអង្គតន់វិញព្រះឧទ័យរាជាអង្គតន់ទ្រង់ជ្រាបក៏ចាប់ទេពីព្រះអង្គហ៊ីងធ្វើគុតវិញដើម្បីកុំឲ្យមានការតវ៉ាដណ្ដើមរាជតទៅទៀតព្រះឧទ័យរាជាអង្គតន់បញ្ជាឲ្យសម្លាប់រាជកុមារ2អង្គដែលត្រូវជាក្មួយព្រះអង្គហ៊ីងទៀតផងក្រៅពីការកាប់សម្លាប់គ្នាឯងដណ្ដើមរាជសម្បត្តិនេះក្សត្រអង្គខ្លះក៏បានខំដោះស្រាយវិបត្តិទាំងនេះដោយសន្តិវិធីផងដែរគឺសុំយាងក្សត្រជាគូសត្រូវដែលគេចទៅបរទេសឲ្យចូលក្នុងប្រទេសវិញក្សត្រដែលចូលមកនោះច្រើនតែត្រូវគេថ្វាយរាជសម្បត្តិទៀតផងប៉ុន្តែចៃដន្យអាក្រក់អីចេះតែបណ្ដាលឲ្យក្សត្រដែលចូលមកនោះបន្តអំពើលាមកដដែលទៀតផងព្រះជ័យជាស្រាអង្គសូរនៅក្នុងរជ្ជកាលទី2ក្រោយដែលក្សត្រខ្មែរមួយអង្គទៀតដែលជាគូសត្រូវទៅពឹងយួននោះចូលទីប្រកួតតទៅព្រះអង្គក៏សម្រេចសុំយាងព្រះរាជបុត្រក្សត្រអង្គនោះនាមអង្គអឹមឲ្យចូលស្រុកខ្មែរវិញប៉ុន្តែប៉ុណ្ណោះព្រះជ័យជាស្រាអង្គសូរបានទាំងផ្សំគុំព្រះអង្គអឹមនោះជាមួយនឹងរាជបុត្រីរបស់ព្រះអង្គទៀតផងនៅឆ្នាំ1700ព្រះជ័យជាស្រាក៏ថ្វាយរាជសម្បត្តិនេះទៅឲ្យព្រះអង្គអឹមដែលបានទទួលគោរមងារជាព្រះកែវហ្វាប៉ុន្តែបានបន្តិចក៏ផ្ទុះគំនិតសម្រាប់គ្នាដណ្ដើមរាជសម្បត្តិឡើងវិញព្រះនារីរាជាទី2អង្គតន់ក្រោយដែលបានច្បាំងនឹងព្រះអង្គនុនអស់កាលជាយូរមកហើយក៏សម្រេចបញ្ឈប់សង្គ្រាមហើយសុំយាងព្រះអង្គនុននេះឲ្យចូលមកហើយថ្វាយរាជសម្បត្តិចំពោះព្រះអង្គទ្រង់ដាក់រាជនិងទទួលងារជាស្ដេចឧបយោរាជទៅវិញទីបំផុតព្រះអង្គនុនព្រមទាំងរាជបុត្រត្រូវមន្ត្រីជាន់ខ្ពស់ខ្មែរនាំស្ម័គ្របកពួកធ្វើឃាតទ្រង់ទៀតទៅបាទនេះគឺជាហេតុផលមួយចំនួនធំដែលធ្វើឲ្យយួនបានជ្រៀតជ្រែកចូលទៅក្នុងប្រទេសកម្ពុជាហើយយើងឃើញហើយហេតុផលធំនោះគឺការដណ្ដើមរាជសម្បត្តិគ្នាទៅវិញទៅមករវាងបងប្អូនពូនិងក្មួយធ្វើឲ្យប្រទេសខ្មែរគឺធ្លាក់ចូលនៅក្នុងវិបត្តិយ៉ាងខ្លាំងតែម្ដងហើយការពឹងពាក់យួនលើកនេះក៏ធ្វើឲ្យយួនមានអំណាចមួយចំនួនដើម្បីគ្រប់គ្រងប្រទេសខ្មែរផងដែរក៏ដូចជាគ្រប់គ្រងនយោបាយខ្មែរផងដែរអញ្ចឹងនេះគឺជាមេរៀនក៏ដូចជាបទពិសោធន៍ដែលយើងទទួលបានពីប្រវត្តិសាស្ត្រយើងហើយយើងសង្ឃឹមថាមេរៀននិងបទពិសោធន៍នេះនឹងមិនកើតឡើងទៀតទេនៅក្នុងប្រទេសកម្ពុជាយើងសម័យបច្ចុប្បន្នហើយអេពីសូតទី28របស់យើងក៏មកដល់ទីបញ្ចប់ផងដែរសូមអរគុណចំពោះអ្នកទាំងអស់គ្នាក្នុងការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សម្រាប់ប្រវត្តិសូមអរគុណសូមជម្រាបលា